សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកវិញ្ញាសាត្រៀមរបស់យើងគឺប្រភេទលំហាត់កាប់ទាំងពីរបាទដោយតែបងប្អូនបានដឹងហើយរបៀបនៃការធ្វើលំហាត់កាប់ទាំងពីរគឺយើងមានជំហានក្នុងការធ្វើវាតាមដំណាក់កាលមួយៗឥឡូវសូមបងប្អូនទាំងអស់គ្នាមកមើលរបៀបនៃការធ្វើលំហាត់កាប់ទាំងពីរទាំងអស់គ្នារបៀបធ្វើលំហាត់កាប់ទាំងពីរនេះគឺយើងមាន4ដំណាក់កាលទី1គឺគេឲ្យយើងឆែក sentence ថាវាជា past present ឬក៏ future ទី2យើងត្រូវត្រួតពិនិត្យទៅលើទម្រង់ថាវាជា active ឬក៏ passive ហើយទី3គឺយើងឆែកទៅលើនិយមន័យបើសិនណាយើងរកនិយមន័យហើយអត់រកចម្លើយឃើញទៀតគេឲ្យយើងឆែកទៅលើ meaning ទៅលើអត្ថន័យដូច្នេះសូមបងប្អូនទាំងអស់គ្នាមកមើលលំហាត់យើងទាំងអស់គ្នាតាមក្បួនធ្វើលំហាត់ការទាំងពីរចំណុចទី1គេឲ្យយើងឆែកទៅលើ sentence រកវាថាវាជា past present ឬក៏ future ឥឡូវយើងទៅមើលលំហាត់ភាពទាំងអស់គ្នាប្រធានគេឲ្យមកថា don't disturb your father he got a lot of interesting book នៅក្នុងប្រធាននេះយើងឃើញមានពាក្យ don't disturb វានេះគឺជាទម្រង់បរិស័ទរបស់ present simple អញ្ចឹងយើងបានប្រធានរបស់យើងហ្នឹងគឺជា present បន្តមកយើងត្រូវឆែកទៅលើទម្រង់ថាវាជា active ឬ passive មានន័យថាយើងត្រូវកំណត់ចម្លើយមួយៗនេះ ABCD នេះវាចូលនឹងទម្រង់របស់កាលអីគេកន្លែងនេះជាប្រធានយើងដាក់ចម្លើយ A ចូលយើងបាន subject បូកឲ្យ am is are បូកជាមួយនឹង verb ing យើងឃើញរូបភាពបែបនេះគឺជាទម្រង់កាល present continuous ចម្លើយ B យើងបានប្រធានបូកឲ្យ was ឬក៏ was កាលណាមាន was គឺមាន verb ហើយបូកជាមួយនឹង verb ing គឺជាទម្រង់របស់ past continuous ចម្លើយ C យើងបានទម្រង់ subject បូក verb 1គឺជាទម្រង់ present simple ចម្លើយ D យើងបានទម្រង់ subject បូក will បូកជាមួយនឹង verb before គឺជាទម្រង់ future simple បន្ទាប់ពីយើងបានកំណត់ចម្លើយរបស់យើងនីមួយៗនេះហើយគឺយើងទៀងទាត់ប្រធានរបស់យើងគឺ present អញ្ចឹងយើងទុកចម្លើយណាដែលជា present ហើយយើងលុបចម្លើយណាដែលជា past និង future ឥឡូវយើងមើលចម្លើយ A គឺជា present continuous យើងទុកចម្លើយ B គឺជា past continuous យើងអត់ទុកទេយើងមិនបានចម្លើយ C គឺជា present simple យើងទុកចម្លើយ D គឺជា future simple future យកទេគឺយើងលុបវាចោលបន្ទាប់មកនៅពេលដែលយើងនៅសល់ចម្លើយ B ទៀតគឺយើងត្រូវឆែកទៅលើ meaning ឆែកទៅលើ definition និយមន័យចម្លើយដែលត្រឹមត្រូវនៅក្នុងលំហាត់នេះគឺជាចម្លើយ A គឺ present continuous មូលហេតុដែលចម្លើយ A ជាចម្លើយដែលត្រឹមត្រូវគឺដោយសារយមន័យរបស់ present continuous មួយបានបញ្ជាក់អំពីសកម្មភាពមួយដែលបានកំពុងកើតឡើងខណៈពេលកំពុងនិយាយនៅពេលដែលយើងដាក់ចម្លើយ A នឹងចូលមានន័យថាគុំរំខានឪពុករបស់អ្នកគាត់កំពុងតែអានសិភៅដែលគួរឲ្យចាប់អារម្មណ៍មួយអញ្ចឹងសកម្មភាពមួយហ្នឹងមានន័យថាសកម្មភាពដែលកំពុងតែកើតឡើងខណៈពេលកំពុងនិយាយដូច្នេះចម្លើយ C ជាចម្លើយដែលមិនត្រូវទេយើងចម្លើយដែលត្រឹមត្រូវគឺចម្លើយ A បន្ទាប់ពីបងប្អូនបានធ្វើលំហាត់ជាមួយខ្ញុំឬរាល់ហើយខ្ញុំសង្ឃឹមថាបងប្អូនបានទទួលនៅចំណុចថ្មីៗជាបន្តហើយសង្ឃឹមពេលបងប្អូនទៅប្រឡងបាក់ឌុបបងប្អូនអាចធ្វើលំហាត់យើងបានទាំងអស់គ្នាបាទសូមអរគុណ